បាទលោកគ្រូអ្នកគ្រូនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូរបៀបបាទចុះឈ្មោះចូលរៀនវគ្គផ្សេងនៅក្នុងប្រព័ន្ធបាទអវបណាបាទអញ្ចឹងខ្ញុំចូលប្រព័ន្ធហ្នឹងបាទពេលដែលចូលមកដល់ក្នុងប្រព័ន្ធយើងវាចេញទម្រង់បែបនេះខាងក្រោមនេះមានទំព័រដើមមុខវិជ្ជាស្វែងរកនិងមនុយអញ្ចឹងប្រសិនបើលោកគ្រូអ្នកគ្រូចុចលើមុខវិជ្ជាវានឹងបង្ហាញមុខវិជ្ជាជាច្រើនដែលកំពុងដំណើរការបាទឧទាហរណ៍វិស្វកម្មនិងបច្ចេកវិទ្យាវគ្គកំពុងដំណើរការមាន6អញ្ចឹងទៅណាបាទហើយមានលេខកូដវគ្គអញ្ចឹងគ្រូកសលមានកំពុងដំណើរការមាន3វគ្គអញ្ចឹងចុះលោកគ្រូអាច scroll មើលអញ្ចឹងបានប៉ុន្តែប្រសិនបើលោកគ្រូអ្នកគ្រូចង់ស្វែងរកវគ្គណាមួយដែលនឹងចង់សិក្សាបាទចុចស្វែងរកណាចុចស្វែងរកពេលដែលចុចស្វែងរកទៅវាមានខាងលើវាមាន3អញ្ចឹងទៅបាទមាន3បាទ menu វាមានអ្នកផ្ដល់សេវាទីតាំងនិងប្រភេទវគ្គអ្នកផ្ដល់សេវាគឺជាអង្គភាពឬគ្រឹះស្ថានទាំងឡាយណាដែលទទួលបានផ្លូវការពីក្រសួងបាទទទួលស្គាល់ពីក្រសួងបាទទីតាំងវាមានទីតាំងខេត្តណាអញ្ចឹងទៅបាទប្រភេទវគ្គមានវគ្គផ្សេងយ៉ាងដូចជាសិក្សាជួបមុខផ្ទាល់សិក្សាតាមអនឡាញសិក្សាតាមបែបចម្រុះខាងលើលោកគ្រូអ្នកគ្រូអាចស្វែងរកវគ្គឬក៏លេខកូដវគ្គណាមួយដែលលោកគ្រូអ្នកគ្រូចាំបាទអញ្ចឹងអាចស្វែងរកចឹងបានយើងអាចស្វែងរកកន្លែងហ្នឹងក៏បានដែរបាទឧទាហរណ៍វគ្គអីវគ្គវិជ្ជាជីវៈនយោបាយឬក៏វគ្គអីផ្សេងអញ្ចឹងខ្ញុំឧទាហរណ៍វគ្គណាមួយដែលលោកគ្រូអ្នកគ្រូសិក្សាជួបមុខផ្ទាល់អញ្ចឹងខ្ញុំអាចចុចលើវគ្គនេះមកហើយស្វែងរកមកនេះវាមានវិធីសាស្ត្របង្រៀននិងរៀនបែបចម្រុះបាទនេះខ្ញុំឧទាហរណ៍មួយបាទខាងក្រោមនេះការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី1លេខកូដវគ្គបាទហើយចំនួនម៉ោងគឺ60ម៉ោងហើយគេឲ្យប្រមាណ credit គឺ4 creditកន្លែងនេះគឺប្រភេទវគ្គសិក្សាជួបមុខផ្ទាល់អញ្ចឹងឧទាហរណ៍ខ្ញុំប្រើប្រាស់បាទកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី1បាទខ្ញុំរៀនវគ្គហ្នឹងចុះខ្ញុំចុចលើនឹងមកបាទពេលហ្នឹងគេប្រាប់ជួបមុខផ្ទាល់ទីតាំងនៅណាបាទបន្ទាយមានជ័យតាមលិខិតឧទ្ទេសនាមបាទហើយថ្ងៃខែចុះឈ្មោះបាទការប្រឆេទបាទវគ្គនេះគឺយើងសិក្សាលុះត្រាតែមានលិខិតឧទ្ទេសនាមដែលក្រសួងឬក៏មន្ទីររៀបចំសម្រាប់កញ្ចប់សម្ភារៈបាទគណិតវិទ្យាថ្នាក់ទី1បាទអញ្ចឹង60ម៉ោងបាទ4 credit បាទហើយសិក្ខាកាមគោលដៅគេដាក់ហើយគ្រូបឋមកម្រិតវប្បធម៌បាទសញ្ញាបត្រទុតិយភូមិយើងចុះចំនួនអ្នកចូលរួមគឺ100នាក់បាទនេះអញ្ចឹងឧទាហរណ៍ថាលោកគ្រូអ្នកគ្រូយកវគ្គហ្នឹងចុចឈ្មោះចូលរៀនបាទចុចឈ្មោះចូលរៀនមកបាទនេះដោយសារខ្ញុំនេះខ្ញុំចូល active វិញមកបាទពេលដែលចុះឈ្មោះចូលរៀនវានឹងលោតចេញមកពីឲ្យយើងជ្រើសរើសអញ្ចឹងបាទគឺចុះឈ្មោះតាមអង្គភាពឬក៏ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនថវិកាផ្ទាល់ខ្លួននេះគឺលោកគ្រូអ្នកគ្រូបង់លុយរៀនដោយខ្លួនឯងហើយអង្គភាពនេះអាចជាអង្គភាពចេញលុយថ្លៃរៀនឲ្យឬក៏អង្គភាពឧបត្ថម្ភតាមរយៈបេសកកម្មណាអញ្ចឹងឧទាហរណ៍តាមរយៈអង្គភាពចុចមកតាមរយៈអង្គភាពបាទនេះឃើញវាដែរចុះឈ្មោះបានជោគជ័យប្រសិនបើយើងចុះឈ្មោះហើយយើងចង់បោះបង់វាវិញចុចកន្លែងបោះបង់សិទ្ធិចូលរៀនណាបាទចុចកន្លែងបោះបង់សិទ្ធិចូលរៀនឧទាហរណ៍ខ្ញុំបែកមកវិញមកអញ្ចឹងឧទាហរណ៍ខ្ញុំចង់បោះបង់វគ្គនឹងចេញវិញមានគណិតវិទ្យានេះបាទគណិតវិទ្យាថ្នាក់ទី1យើងចុចលើវគ្គហ្នឹងមកហើយយើងបោះបង់សិទ្ធិវាចេញវិញមកណាបាទឧទាហរណ៍វគ្គផ្សេងបាទគ្រប់គ្រងរដ្ឋបាលនិងការបង្រៀនបាទនេះចុចមើលលើមើលវគ្គខ្លះ
បាទវគ្គនេះគេថាវគ្គបិទទទួលការចុះឈ្មោះសូមតាក់ទងទៅអ្នកផ្ដល់បាទអ្នកផ្ដល់សេវាផ្ទាល់បាទវគ្គនេះគឺបិទហើយហើយវគ្គខ្លះយើងអានវាផងណាអំពីវគ្គសិក្សាវគ្គនេះមានរយៈពេល90ម៉ោងស្មើនឹង6 credit តម្លៃសិក្សា$180ណាអានអំពីវគ្គរៀបផងណាមុនចុះឈ្មោះបាទចុះឈ្មោះវគ្គនីមួយៗអ្នកអានកន្លែងពីវគ្គវាផងបាទវីដេអូហ្នឹងមានដូចជាមានតែប៉ុណ្្នឹងទេណាបាទកន្លែងនេះមិនយូរទេបាទចឹងអរគុណច្រើនលោកគ្រូអ្នកគ្រូជួបគ្នានៅវីដេអូក្រោយអត់ច្បាស់អី comment សួរក្រោយវីដេអូ